វីដេអូនេះគឺនិយាយអំពីភាពងាយស្រួលរបស់ HTML ចប់វីដេអូនេះខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាលេងមានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្តរៀនកូដកុំព្យូទ័រមួយកូដគេហទំព័រមួយគឺកូដ HTML នេះនោះទេឥឡូវយើងចាប់ផ្ដើមតែម្ដងទៅកូដ HTML យើងរៀនពីដើមដល់ចប់មានតែ2ចំណុចទេ 85% គឺយើងរៀនអំពីធាតុឯ 15% ទៀតនោះគឺយើងរៀនអំពី attribute ឥឡូវខ្ញុំចាប់ផ្ដើមនិយាយអំពីធាតុមុនសម្រាប់ attribute នេះវាជាភាសាអង់គ្លេសខ្ញុំនឹងបកស្រាយវានៅពេលក្រោយឥឡូវខ្ញុំនិយាយពីធាតុមុនធាតុដូចអ្នកទាំងអស់គ្នាធ្លាប់ឮអញ្ចឹងការអ្នកទាំងអស់គ្នារៀននៅវិទ្យាល័យដូចជាធាតុថាអុកស៊ីហ្សែនហីដ្រូសែនឬក៏កាបូនហើយទាំងអស់ហ្នឹងសុទ្ធតែជាធាតុហើយវាស្រដៀងគ្នានឹងដែរនៅក្នុង HTML ក៏វាមានធាតុរបស់ HTML ដែរក៏ប៉ុន្តែមិនមែនជាអាធាតុអញ្ចឹងនោះទេគឺវាមានធាតុរបស់វាដូចជាធាតុក្រាស់ធាតុត្រេតធាតុមានបន្ទាត់អីចឹងទៅដែលកាលណាអក្សរមួយឧទាហរណ៍ថាខ្ញុំមានពាក្យថា hello អញ្ចឹងចុះកាលណាអក្សរមួយមានធាតុក្រាស់ធាតុរបស់ HTML ហ្នឹងអក្សរ hello នោះគឺវាក្រាស់ហើយបើវាមានធាតុ trade អក្សរ hello នោះគឺ trade អាហ្នឹងគឺជាលក្ខណៈនៃធាតុតើយើងធ្វើដូចម្ដេចដើម្បីបញ្ចូលធាតុមួយចូលទៅក្នុងអក្សរដែលយើងសរសេរឥឡូវខ្ញុំពុះកន្លែងនេះជា2មួយខាងនេះគឺជាលទ្ធផលហើយមួយខាងនេះគឺជាផ្នែកដែលយើងសរសេរកូដនៅពេលដែលខ្ញុំសរសេរកូដខ្ញុំសរសេរពាក្យថា hello លទ្ធផលដែលចេញមកក៏ hello ដែរគ្រាន់តែថាវាអត់មានលក្ខណៈអីក្រាស់ឬក៏ trade ឬក៏អីនោះទេគឺវាចេញមក hello តែតែម្ដងហើយគោលបំណងរបស់ខ្ញុំគឺចង់បន្ថែមធាតុក្រាស់ចូលទៅក្នុងពាក្យថា hello នោះដើម្បីធ្វើដូចនោះគឺវាអត់មានអីពិបាកទេវាដូចគ្នាទៅនឹងអុកស៊ីហ្សែនអ៊ីដ្រូសែនកាបូនអញ្ចឹងទាំងអស់ហ្នឹងគឺជាធាតុក៏ប៉ុន្តែគេមិនដែលយកពាក្យហ្នឹងទៅកណនាក្នុងស្អីនោះទេគឺគេតាំងវាជាអក្សរមួយតួឬក៏ពីរតួតាមហ្នឹងទៅដូចជាអុកស៊ីហ្សែននេះគេតាំងវាដោយអក្សរ O អ៊ីដ្រូសែនគេតាំងវាដោយអក្សរ H ហើយកាបូនគេតាំងវាដោយអក្សរ C វាដូចគ្នានោះដែរនៅក្នុង HTML ក៏គេតាំងអក្សរដែរដែលធាតុក្រាស់គេតាំងវាដោយអក្សរ B ដែលជាទូទៅអក្សរដែលតាំងនៅក្នុងកូដ HTML គឺតែងតែជាអក្សរតូចហើយសួរថាហេតុអីបានជាតាំងដោយអក្សរ B ពីព្រោះថាធាតុក្រាស់ពាក្យក្រាស់ជាភាសាអង់គ្លេសគឺ bold ដែលគេយកក្បាលមួយតួនេះយកមកតំណាងហើយចុះបើធាតុ trade វិញតើស្អីគេធាតុ trade ពាក្យ trade អង់គ្លេសគឺ italic ហើយក៏គេយកក្បាលមួយតួដូចគ្នាដែរដូច្នេះធាតុ trade គឺគេតាំងដោយអក្សរ I សម្រាប់ធាតុខ្លះគេយក2តួអីចឹងទៅសម្រាប់ធាតុខ្លះគេយក3តួហើយអាធាតុខ្លះក៏គេយកទាំងមូលអីចឹងទៅឥឡូវយើងដឹងហើយដើម្បីបញ្ចូលធាតុក្រាស់ចូលទៅក្នុង hello នេះគឺយើងត្រូវប្រើអក្សរតាំងរបស់វាអក្សរតាំងនៃធាតុក្រាស់ហ្នឹងគឺអក្សរ B តើយើងបញ្ចូលវាដូចម្ដេចនៅផ្នែកខាងកូដនេះដើម្បីបញ្ចូលធាតុក្រាស់ចូលទៅក្នុង hello នេះគឺយើងត្រូវវាយអក្សរតាំងឯងនៅពីមុខនិងពីក្រោយនៃអក្សរដែលយើងចង់ឲ្យវាទទួលបានឥទ្ធិពលនៃធាតុហ្នឹងគឺយើងវាយបែបនេះក៏ប៉ុន្តែកាលណាយើងវាយបែបហ្នឹងវាមិនដឹងថាអាណាជាកូដអាណាជាពាក្យរបស់យើងទេដើម្បីឲ្យវាដឹងថាអា B នេះជាកូដ HTML យើងត្រូវសរសេរអក្សរ B នេះនៅក្នុងសញ្ញាតូចជាងនិងសញ្ញាធំជាងដូចនេះហើយជាទូទៅកូដ HTML អាមុខនេះគឺគេសរសេរធម្មតាអញ្ចឹងក៏ប៉ុន្តែអាក្រោយមួយនេះគេសរសេរវាដោយមានសញ្ញានេះនៅពីមុខធាតុរបស់យើងហើយសួរថាហេតុអីបានចាំបាច់អញ្ចឹងហេតុអីបានចាំបាច់មាន2ហើយហេតុអីបានមួយមានសញ្ញាហ្នឹងមួយអត់មានសញ្ញាហ្នឹងគឺវាបែបនេះអាសញ្ញាហ្នឹងនៅក្នុងកូដ HTML គឺមានន័យថាបិទហ្នឹងវាល្មិចឧទាហរណ៍ថាដោយអាលើនេះអញ្ចឹងខ្ញុំវាយ B នៅក្នុងកូដ HTML ហើយវាយពាក្យ hello ហើយឧទាហរណ៍ថាខ្ញុំអត់វាយអា B នឹងដដែលមានសញ្ញាបិទទេហើយខ្ញុំសរសេរពាក្យមួយម៉ាត់ទៀតថា world ចម្លើយដែលចេញមកគឺ hello និង world ហ្នឹងគឺក្រាស់ទាំងអស់ពីព្រោះ B នេះវាបានបញ្ចេញធាតុក្រាស់បញ្ចេញរហូតវាបញ្ចេញរហូតតើតែវាឃើញអា B នឹងម្ដងទៀតហើយមានសញ្ញាបិទនេះមានន័យថាវាបញ្ឈប់ប្រតិកម្មរបស់អា B ដែលនៅពីមុខនេះមិនថាតែធាតុក្រាស់នេះទេធាតុអីក៏ដោយនៅក្នុងកូដ HTML គឺវាមានប្រតិកម្មរហូតតតែយើងសរសេរកូដនោះម្ដងទៀតហើយមានសញ្ញាបិទពីមុខចំណុចដែលយើងត្រូវស្វែងយល់តាក់ទងទៅនឹងធាតុនៃកូដ HTML គឺយើងបានស្វែងយល់អស់ហើយបានសេចក្តីថាយើងបានស្វែងយល់ពីកូដ HTML នឹង 85% ហើយនៅតែ 15% ទៀតទេ 15% នោះគឺ attribute ឥឡូវយើងចាប់ផ្ដើមសិក្សាពី attribute នឹងទាំងអស់គ្នាពាក្យ attribute ជាភាសាអង់គ្លេសនេះខ្ញុំបានបកវាជាភាសាខ្មែរហើយក៏ប៉ុន្តែឃើញថាចម្លើយដែលចេញមកគឺវាស្ដាប់ទៅអត់ចូលសាច់រឿងសោះដូច្នេះហើយខ្ញុំសន្មត់យកពាក្យ attribute នេះយកមកសិក្សាតែម្ដងដោយមិនបកប្រែវាជាភាសាខ្មែរទេ attribute នៃកូដ HTML គឺមាននាទីបន្ថែមលក្ខណៈទៅឲ្យធាតុនៃ HTML បន្ថែមលក្ខណៈមិនទៅឧទាហរណ៍ថាខ្ញុំបង្កើតតារាងមួយដើម្បីបង្កើតតារាងនៅក្នុង HTML ខ្ញុំត្រូវប្រើអក្សរតាំង table ហើយដោយអ្នកដឹងហើយកូដ HTML សរសេរនៅក្នុងសញ្ញាតូចជាងធំជាងហើយកាលណាមានបើកបែបនេះគឺត្រូវមានអានឹងមួយទៀតក៏តែមានសញ្ញាបិទពីមុខហើយអក្សរអ្វីដែលនៅក្នុងតារាងរបស់យើងនឹងគឺយើងត្រូវសរសេរនៅក្នុងអាចន្លោះនេះឯង
ហើយអក្សរអីនឹងសរសេរយ៉ាងម៉េចឲ្យវាចេញជាតារាងខ្ញុំអត់តន់ចង់និយាយទេឧទាហរណ៍តែខ្ញុំសរសេរទៅវែងឆ្ងាយមកចម្លើយចេញហើយគឺតារាងក៏ប៉ុន្តែចេញមកកាលណាយើងសរសេរតែបែបនេះហើយដាក់ទិន្នន័យចូលអញ្ចឹងទៅចេញមកគឺវាលក្ខណៈវាបែបនេះមើលទៅវាស្តៀងនឹងតារាងដែរក៏ប៉ុន្តែវាអត់មានឆ្នោតទេដើម្បីឲ្យវាមានអាឆ្នោតហ្នឹងគឺយើងត្រូវសរសេរ attribute បន្ថែមទៀតចូលទៅក្នុងធាតុ table របស់យើងអញ្ចឹងហើយបាទខ្ញុំនិយាយពីដើមថា attribute គឺមានតួនាទីបន្ថែមលក្ខណៈឲ្យធាតុដែល attribute ដែលយើងត្រូវប្រើនៅកន្លែងនេះគឺ border នេះបកឲ្យចំទៅគឺរឹមឬក៏កេមហើយរបៀបសរសេរ attribute នោះគឺខ្ញុំសរសេរនៅក្នុងអាផ្នែកខាងនេះគឺផ្នែកខាងបើកឯអាបិទនេះមិនបាច់សរសេរអាបិទនេះគឺនៅតែប៉ុណ្្នឹងឯងដែលសរសេរនោះគឺខ្ញុំត្រូវសរសេរបន្ទាប់ពីអក្សរតារបស់យើងនឹងឯងគឺយើងត្រូវដក clear បន្ទាប់មកវាយពាក្យថា border ហ្នឹងទៅវាយ attribute របស់យើងទៅហើយ attribute ជាទូទៅតែងតែមានតម្លៃដូចអានេះអញ្ចឹងអាបន្ទាត់ហ្នឹងដឹងតែបន្ទាត់ដែរដឹងតែ border របស់យើងហ្នឹងឯងគ្រាន់ថាអាបន្ទាត់ហ្នឹងគឺវាមានតម្លៃទេតែចង់ឲ្យវាបានកម្រាស់ប៉ុណ្ណាអាកម្រាស់ប៉ុណ្ណាហ្នឹងឯងគឺជាតម្លៃនៃ border គឺជាតម្លៃនៃ attribute ដើម្បីសរសេរតម្លៃនៃ attribute គឺយើងត្រូវដាក់សញ្ញាស្មើបន្ទាប់ពី attribute របស់យើងហើយតម្លៃនោះគឺត្រូវសរសេរបន្ទាប់ពីសញ្ញាស្មើហ្នឹងហើយនៅក្នុងអភ័ន្តរៈហើយឥឡូវនេះតម្លៃរបស់យើងថា2ចុះមានន័យថាបន្ទាត់ដែលចេញមកមានកម្រាស់2ដែលវាយបែបនេះហើយចម្លើយដែលចេញមកគឺដូចដែលយើងស្មានអញ្ចឹងគឺតារាងរបស់យើងតន្ន័យដដែលនឹងឯងគ្រាន់ថាវាមានឆ្នោតដែលមើលទៅតារាងតែម្ដងអានេះឯងជាលក្ខណៈនៃ attribute របស់ code HTML ឥឡូវយើងសរុបមកឲ្យខ្លីបន្តិចcode HTML សំខាន់ជាងគេគឺធាតុឧទាហរណ៍ថាធាតុតារាងនោះយើងសរសេរអក្សរតាង table ហើយ code HTML នេះអក្សរតាងនេះគេហៅវាថាបកឲ្យខ្មែរចំមកគឺ slash ហើយបើនិយាយជាភាសាអង់គ្លេសគឺ tag ហើយជាទូទៅដែលខ្ញុំតែងតែនិយាយគឺខ្ញុំតែងតែហៅថា table tag បើដូចអាមុននោះអញ្ចឹងដូចអាធាតុក្រាស់អក្សរ B ធាតុត្រេតអក្សរ I អញ្ចឹងខ្ញុំតែងតែហៅថា B tag I tagហើយ tag នៃ HTML គឺតែងតែសរសេរនៅក្នុងសញ្ញាតូចជាងនិងសញ្ញាធំជាងហើយជាទូទៅកាលណាមាន tag បើកហើយគឺត្រូវមាន tag បិទអាខ្លះក៏អត់មានបិទដែរវាមានតែបើកទេក៏ប៉ុន្តែជាទូទៅភាគច្រើនគឺវាមានទាំងបើកទាំងបិទអាហ្នឹងតាក់ទងទៅនឹងធាតុបើនិយាយតាក់ទងទៅនឹង attribute គឺមាននីតិបន្ថែមលក្ខណៈទៅឲ្យធាតុហើយ attribute នោះត្រូវបានសរសេរនៅក្នុងអា tag បើកនេះដែលយើងត្រូវសរសេរបន្ទាប់ពី tag របស់យើងដូចអានេះអញ្ចឹងគឺ table tag ដូច្នេះយើងត្រូវសរសេរបន្ទាប់ពីហ្នឹងយើងត្រូវដក clear មួយហើយយើងចាប់ផ្ដើមសរសេរ attribute ឧទាហរណ៍អាមុនគឺយើងប្រើ attribute border អានេះគឺជាឈ្មោះនៃ attribute ហើយបន្ទាប់ពីឈ្មោះនៃ attribute អ្វីដែលយើងត្រូវសរសេរបន្ទាប់ទៀតគឺសញ្ញាស្មើដែលបន្ទាប់ពីសញ្ញាស្មើនោះគឺជាតម្លៃនៃ attribute ដែលតម្លៃនៃ attribute យើងត្រូវសរសេរវានៅក្នុងអភ័ន្តរសញ្ញា code HTML គឺមានតែប៉ុណ្្នឹងយើងរៀនច្រើនប៉ុណ្ណាក៏សរសេរមិនឆ្ងាយពីតំណឹងដែរគឺវាមានតែធាតុគឺយើងសរសេរតំណឹង attribute គឺយើងសរសេរតំណឹងបន្ទាប់ពី attribute គឺតម្លៃនៃ attribute ហើយធាតុវាមានបើវាមានបិទអាខ្លះទៅក៏អត់មានបិទអីចឹងទៅគឺវាតែប៉ុណ្្នឹងឯងហើយនៅពេលដែលយើងរៀនគឺយើងរៀនអញ្ចេះដូចថាអក្សរមួយចង់ឲ្យមានបន្ទាត់ពីក្រោមតើខ្ញុំត្រូវប្រើអក្សរតាងអីឬក៏ពេលខ្លះយើងរៀនត្រឡប់មកវិញថាអក្សរតាងនេះវាសម្រាប់ធ្វើអីយើងរៀនគឺយើងរៀនពីអក្សរតាងហ្នឹងឯងគឺពីធាតុហ្នឹងឯងហើយ attribute វិញវាអត់មានច្រើនដូចធាតុទេក៏ប៉ុន្តែនៅពេលដែលប្រើគឺវាប្រើច្រើនដូចធាតុដែរដោយហេតុតែនៅពេលដែលយើងរៀន HTML គឺយើងរៀនតែពីប៉ុណ្្នឹងឯងទើបខ្ញុំនិយាយថា HTML គឺងាយស្រួល